Close report គឺជារបាយការណ៍សម្រាប់ធ្វើការពិនិត្យមើលទឹកប្រាក់លក់និងទឹកប្រាក់នៃការបើកបិទវេនទៅតាមម៉ាស៊ីនដែល user ធ្វើការបើកលក់ដើម្បីពិនិត្យមើលរបាយការណ៍ Closive លោកអ្នកត្រូវចូលទៅកាន់ផ្នែក Profile ចុចទៅលើ Report បន្ទាប់មកចុចពាក្យ Closive វេននីមួយៗមានបង្ហាញនៃការបរិច្ឆេទនៃការបើកបិទវេនឈ្មោះ user ដែលបើកវេនឈ្មោះ user ដែលបានធ្វើការបិទវេននិងស្ថានភាពនៃវេននីមួយៗលោកអ្នកអាចធ្វើការពិនិត្យវេនទៅតាមម៉ាស៊ីនដោយកំណត់ឈ្មោះម៉ាស៊ីននៅផ្នែក Station បន្ទាប់មកធ្វើការកំណត់ការបរិច្ឆេទផ្ដើមនិងបញ្ចប់រួចចុចប៊ូតុង Show Data ចុចត្រង់នេះសម្រាប់ធ្វើការ Preview ព័ត៌មានរបាយការណ៍វេនមុននឹងធ្វើការ Print ចេញឬលោកអ្នកអាចធ្វើការចុចទៅលើវេនណាមួយដែលចង់ Print ឬចុចទៅលើប៊ូតុង Print